ព្រះភិក្ខុដែលគឺព្រះបទុមធារសោមព្រះភិក្ខុសោមដែលពិតជាមានព្រះនាមល្បីល្បាញខាងផ្នែកតែងនិពន្ធខាងក្រោមនេះគឺជាជីវប្រវត្តិសង្ខេបនិងស្នាដៃរបស់ព្រះអង្គជីវប្រវត្តិសង្ខេបព្រះនាមដើមងួនសោមប្រសូតឆ្នាំ1852នៅភូមិកំព្រៅឃុំកំព្រៅស្រុកស៊ីធោកណ្ដាលខេត្តព្រៃវែងគ្រួសារបិតានាមងួនមាតានាមយិនជាកសិករហើយព្រះអង្គជាកូនទី6ក្នុងចំណោមបងប្អូនប្រុសទាំងអស់7នាក់ការសិក្សាបានចូលរៀនអក្សរសាស្ត្រនៅសាលាវត្តតាំងពីអាយុ15ឆ្នាំព្រះជន្មសុគតនៅឆ្នាំ1932ក្នុងព្រះជន្មាយុ80វស្សាស្នាដៃនិពន្ធដ៏ល្បីល្បាញរឿងទុំទាវនេះជាស្នាដៃដ៏ល្បីល្បាញបំផុតរបស់ព្រះអង្គដែលបានប្រលឹមប្រលោមតាមបែបកំណាព្យក្នុងឆ្នាំ1915រឿងនេះត្រូវបានគេប្រៀបធៀបទៅនឹង Romeo and Juliet របស់ Shakespeare ហើយត្រូវបានគេចាត់ទុកថាជាស្នាដៃអក្សរសិល្ប៍បុរាណមួយរបស់កម្ពុជារឿងផ្ការ៉ាំទឹករ៉ាំជាប្រលោមលោកមួយទៀតរបស់ព្រះអង្គដែលនិពន្ធក្នុងឆ្នាំ1911ចំពោះការលើកឡើងដែលថាព្រះអង្គល្បីខាងការបកប្រែព្រះពុទ្ធសាសនាតាមឯកសារយោងដែលរកឃើញពុំមានភស្តុតាងបញ្ជាក់ថាព្រះភិក្ខុសោមបានបកប្រែអត្ថបទព្រះពុទ្ធសាសនាទេស្នាដៃរបស់ព្រះអង្គគឺផ្ដោតសំខាន់ទៅលើការតែងនិពន្ធផ្នែកអក្សរសិល្ប៍ដូចជារឿងទុំទាវជាដើមជីវប្រវត្តិលម្អិតព្រះនាមដើមងួនសោមគ្រួសារប្រសូតនៅឆ្នាំ1852ឯកសារខ្លះកត់ត្រាឆ្នាំ1853នៅភូមិកំព្រៅស្រុកស៊ីធោកណ្ដាលខេត្តព្រៃវែងបិតានាមងួនមាតានាមយិនជាកសិករហើយព្រះអង្គជាកូនច្បងទី6ក្នុងចំណោមបងប្អូនប្រុសទាំងអស់7នាក់ការសិក្សានៅអាយុ15ឆ្នាំព្រះអង្គបានបួសជាសាមណេរនៅវត្តកំព្រៅប៉ុន្តែត្រូវសិក្សាចេញទៅជួយធ្វើការងារគ្រួសារវិញក្រោយមកក្នុងជន្មាយុ21ឆ្នាំព្រះអង្គបានឧបសម្បទាជាភិក្ខុទទួលព្រះនាមបញ្ញត្តិថាព្រះបទុមត្ថីហើយបានបន្តការសិក្សានៅភ្នំពេញជាច្រើនឆ្នាំវត្តនឹងងារព្រះអង្គបានត្រឡប់ទៅកាន់ភូមិកំណើតហើយគង់នៅវត្តកំព្រៅដោយមានងារជាព្រះសង្ឃវង្សព្រះជន្មព្រះភិក្ខុសោមបានសាងភ្នោះអស់មួយជីវិតរយៈពេល65ឆ្នាំហើយសុគតនៅឆ្នាំ1932ក្នុងព្រះជន្មាយុ80វស្សាស្នាដៃនិពន្ធរឿងទុំទាវឆ្នាំ1915ស្នាដៃដ៏ល្បីល្បាញបំផុតវាត្រូវបានគេទទួលស្គាល់ថាជាកេតនភណ្ឌអក្សរសិល្ប៍និងវប្បធម៌ជាតិរឿងនេះបានក្លាយជាគំរូនៃគូស្នេហ៍ដ៏ស្មោះស្ម័គ្រក្លាហានតស៊ូប្រឆាំងនឹងឧបសគ្គនានាស្នាដៃផ្សេងទៀតព្រះអង្គក៏បាននិពន្ធរឿងផ្សេងទៀតដែលដូចជាផ្ការ៉ាមទឹករ៉ាមឆ្នាំ1911សពសិទ្ធនិងសុភមិត្តស្នាដៃបាត់បង់រឿងទាំងអស់នេះភាគច្រើនត្រូវបានគេរកឃើញត្រឹមតែក្នុងកំណត់ត្រាហើយបច្ចុប្បន្នបាត់បង់ទៅហើយរហូតមកដល់បច្ចុប្បន្នគេរកឃើញតែរឿងទុំទាវតែមួយគត់ដែលនៅសេសសល់កុំភ្លេចចំណុចសំខាន់ដែលត្រូវបញ្ជាក់ព្រះភិក្ខុសោមគឺជាកវីមិនមែនជាពុទ្ធបណ្ឌិតឬអ្នកបកប្រែពុទ្ធសាសនាទេស្នាដៃរបស់ព្រះអង្គគឺជាផ្នែកមួយដ៏សំខាន់នៃអក្សរសិល្ប៍ខ្មែរបន្ថែមពីលើការនិពន្ធព្រះអង្គថែមទាំងពន់ប្រសើរខាងសិល្បកម្មដូចជាការឆ្លាក់រូបសីនិងធ្វើគ្រឿងប្រើប្រាស់ផ្សេងថែមទៀតផងព្រះភិក្ខុសោមកេរដំណែលនៃស្នាដៃអក្សរសិល្ប៍ក្នុងសង្គមបុរាណ 1. ស្នាដៃនិពន្ធនិងការបាត់បង់ក្រៅពីរឿងទុំទាវដែលល្បីល្បាញជាងគេព្រះភិក្ខុសោមក៏មានស្នាដៃនិពន្ធផ្សេងទៀតដែររឿងផ្ការរាំទឹករ៉ាំនិពន្ធឆ្នាំ1911រឿងសពសិទ្ធច្រើនតែគេច្រឡំជាមួយរឿងសពសិទ្ធរបស់មឿនផឹកដីអក្សរតន់រឿងសុភមិត្តសំណាងអាក្រក់ស្នាដៃទាំងនេះសពថ្ងៃបានបាត់បង់ទាំងស្រុងមានតែរឿងទុំទាវប៉ុណ្ណោះដែលនៅសេសសល់ 2. ការវិភាគរឿងទុំទាវកប្រភពដើមនិងពេលវេលារឿងនេះមិនមែនជាស្នាដៃថ្មីទាំងស្រុងរបស់ភិក្ខុសោមទេ
គឺព្រះអង្គបានកែច្នៃពីរឿងព្រេងចាស់ដែលត្រូវបានដំណាលតមកពីបុរាណក្នុងបទនិទានរបស់ព្រះអង្គមានសេចក្តីបញ្ជាក់ច្បាស់ថាយើងកែជាថ្មីដែនដីអាយស្រងស្រាយតទុកទៅមុខទៀតរឿងដើមនេះកើតឡើងក្នុងរាជព្រះបរមិន្ទរាជាកស1568-1576ដែលមានរាជធានីនូវលង្វែកខចំណុចខុសគ្នារវាងគំណែភិក្ខុសោមនិងសន្ធរមុខព្រះភិក្ខុសោមបានកាត់វគ្គខ្លះចេញហើយបន្ថែមថ្មីជាច្រើនធ្វើឲ្យរឿងនេះមានទស្សនៈខុសប្លែកពីសន្ធរមុខនេះបង្ហាញថាព្រះអង្គមិនមែនគ្រាន់តែចម្លងតាមបែបប្រពៃណីទេតែបានបញ្ចូលទស្សនៈនិងរសជាតិផ្ទាល់ខ្លួនទៅក្នុងស្នាដៃផងដែរ3តួនាទីជាគ្រូបង្រៀននិងជាអ្នកដឹកនាំសង្គមព្រះភិក្ខុសោមមិនត្រឹមតែជាកវីប៉ុណ្ណោះទេថែមទាំងបានបង្កើតសិស្សកង់ដែលចូលមករៀនវិជ្ជាតែងកាព្យជាច្រើនទៀតផងក្នុងនាមជាចៅអធិការវត្តព្រះអង្គមានចំណេះដឹងជ្រៅជ្រះខាងភាសាបាលីនិងភាសាបរទេសព្រមទាំងបានអប់រំសិស្សានុសិស្សនិងប្រជាជនឲ្យរស់នៅប្រកបដោយសុជីវធម៌4ការទទួលស្គាល់និងកេរដំណែលរឿងទុំទាវត្រូវបានចាត់ទុកជាកេតនភណ្ឌអក្សរសិល្ប៍និងវប្បធម៌ជាតិកាលពីសម័យសង្គមរាស្ត្រនិយមរឿងនេះត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី3ហើយបច្ចុប្បន្នក្រសួងអប់រំយុវជននិងកីឡាក៏នៅតែបន្តដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី10ទី12ដដែល5ការបំភ្លឺអំពីការបកប្រែព្រះពុទ្ធសាសនាដោយការបានលើកឡើងពីមុនគ្មានភស្តុតាងបញ្ជាក់ថាព្រះភិក្ខុសោមបានបកប្រែពុទ្ធបរិយត្តិទេព្រះអង្គត្រូវបានគេស្គាល់ថាជាកវីមិនមែនជាពុទ្ធបណ្ឌិតផ្នែកបកប្រែទេក្នុងករណីលោកអ្នកចង់ស្វែងយល់ពីព្រះសង្ឃខ្មែរដែលល្បីខាងការបកប្រែព្រះនាមដែលគួរចងចាំគឺសម្ដេចព្រះហង្សរាជជួនណាតដែលបានបកប្រែព្រះត្រៃបិដកទាំងមូលពីបាលីមកជាភាសាខ្មែររឿងរ៉ាវនិងស្នាដៃដែលមិនសូវគេដឹង1រឿងដែលគេប្រៀបធៀបទៅនឹងរ៉ូមេអូនិងជូលីយ៉េតរឿងទុំទាវមិនមែនគ្រាន់តែជារឿងព្រេងស្នេហាប៉ុណ្ណោះទេប៉ុន្តែត្រូវបានគេប្រៀបធៀបទៅនឹងរឿង Romeo and Juliet របស់ Shakespeare ដែរម្យ៉ាងវិញទៀតរឿងនេះក៏ដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមខ្មែរក្រោមរបបសក្តិភូមិនាសម័យលង្វែកផងដែរ2ជំនាញខាងសិល្បកម្មនិងការប៉ិនប្រសប់ក្រៅពីការនិពន្ធព្រះភិក្ខុសោមថែមទាំងប៉ិនប្រសប់ខាងសិល្បកម្មព្រះអង្គអាចឆ្លាក់រូបសេកនិងធ្វើគ្រឿងប្រើប្រាស់ផ្សេងៗដោយប្រើព្រះជន្មបួសយ៉ាងសុខសាន្តព្រមទាំងមានសិស្សគុណចូលមករៀនវិជ្ជាតែងកាព្យជាច្រើនផងដែរ3ការពិតនៃរឿងទុំទាវនិងទំនាក់ទំនងព្រះពុទ្ធសាសនារឿងទុំទាវត្រូវបានគេជឿថាមានមូលដ្ឋានពីព្រឹត្តិការណ៍ពិតដែលបានកើតឡើងក្នុងរាជព្រះបរមិន្ទរាជានាសម័យលង្វែកប្រហែលពាក់កណ្ដាលសតវត្សទី16ព្រះភិក្ខុសោមបានកែច្នៃនិងរៀបរៀងរឿងព្រេងចាស់នេះឡើងវិញធ្វើឲ្យវាคล้ายជាវណ្ណកម្មអក្សរសិល្ប៍ដ៏មានតម្លៃក្នុងរឿងនេះក៏មានឥទ្ធិពលនៃព្រះពុទ្ធសាសនាដែរគឺបង្ហាញពីជំនឿថាអ្វីដែលកើតឡើងក្នុងបច្ចុប្បន្នគឺជាលទ្ធផលនៃសកម្មភាពពីជាតិមុនការទាស់ប្រឆាំងរបស់ទុំនិងការណែនាំរបស់ព្រះចៅអធិការវត្តត្រូវបានបកស្រាយ4ទំនាក់ទំនងជាមួយសម្ដេចព្រះសង្ឃរាជជួនណាតសម្ដេចព្រះសង្ឃរាជជួនណាតប្រសូត1883គឺជាសហសម័យវ័យក្មេងជាងព្រះភិក្ខុសោមប្រហែល30ឆ្នាំចំណុចសំខាន់ដែលលោកអ្នកកំពុងឆ្ងល់គឺតួនាទីខុសគ្នាព្រះភិក្ខុសោមជាកវីល្បីខាងការតែងនិពន្ធផ្នែកអក្សរសិល្ប៍សម្ដេចព្រះសង្ឃរាជជួនណាតជាពុទ្ធបណ្ឌិតនិងជាអ្នកប្រាជ្ញខាងភាសាបាលីល្បីល្បាញខាងការបកប្រែព្រះត្រៃបិដកនិងបង្កើតវចនានុក្រមខ្មែរ5សារៈសំខាន់នៃអក្សរសិល្ប៍ទុំទាវរឿងទុំទាវត្រូវបានចាត់ទុកជាវណ្ណកម្មអក្សរសិល្ប៍ដ៏ល្អឯកដែលស្ថិតនៅក្នុងចរន្តអក្សរសិល្ប៍បែបខេមរនិយម Khmerism ចរន្តនេះសំដៅលើការស្វែងរកអត្តសញ្ញាណជាតិតាមរយៈអក្សរសិល្ប៍និងវប្បធម៌ខ្មែរ
មរតកបន្សល់ទុករឿងនេះត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី10ដល់ទី12ដោយក្រសួងអប់រំយុវជននិងកីឡាដែលបង្ហាញពីតម្លៃអប់រំដ៏យូរអង្វែងរបស់ស្នាដៃនេះសរុបមកព្រះភិក្ខុសូមគឺជាកវីដែលបានបង្កើតស្នាដៃដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រអក្សរសិល្ប៍ខ្មែរស្នាដៃរបស់ព្រះអង្គជាពិសេសទុំទាវនៅតែបន្តមានឥទ្ធិពលនិងត្រូវបានសិក្សារៀនសូត្ររហូតមកដល់បច្ចុប្បន្ន